បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅមេរៀនបន្តទាក់ទងទៅនឹងការប្រើប្រាស់នៃកម្មវិធី Microsoft Word 2024បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពីរបៀបនៃការអឺ insert table បាទព្រោះកាលពីវីដេអូមុនខ្ញុំបានបង្ហាញអ្នកគ្នាពីរបៀបនៃការ insert table ហើយខ្ញុំនឹងបានបង្ហាញអ្នកគ្នាអំពី tab មួយឈ្មោះថា table design អញ្ចឹងថ្ងៃនេះយើងនឹងជួបគ្នានៅវីដេអូបន្ទាប់នេះគឺនិយាយអំពី table layout ដែលយើងនឹងតពីវីដេអូមុនទាក់ទងនឹង table design បាទអញ្ចឹងទាក់ទងទៅនឹង table layout កន្លែងនេះគឺមានន័យថាយើងចង់និយាយពីការផ្លាស់ប្ដូរឬការបន្ថែមបន្ថយទៅលើ table នៅក្នុងកន្លែងហ្នឹងបាទដែលនៅក្នុង table layout នេះគឺយើងមានទាក់ទងទៅនឹងការ draw table បាទឧទាហរណ៍ថាឥឡូវយើងអឺចង់ draw table បន្ថែមអ្នកនរណាបាទយើងអាចទៅធ្វើការ draw table មកបាទអញ្ចឹងវានឹងយកតាមលក្ខខណ្ឌនៅក្នុងកន្លែង table design ដែលក្នុង table design យើងបានរើសជាទម្រង់នៃ pen បាទយើងយកពណ៌ខ្មៅហើយយើងរើសនៅទំហំមកវាគឺប៉ុណ្ណេះអញ្ចឹងនៅពេលអ្នកនាងទៅក្នុង draw table នៅក្នុងកន្លែង table layout គឺវានឹងយកនៅតាមលក្ខខណ្ឌហ្នឹងប៉ុន្តែបើសិនជាក្នុងករណីដែលយើងធ្វើការបដូរនៅក្នុងកន្លែងនេះឧទាហរណ៍ថាឥឡូវខ្ញុំយកជាទម្រង់បែបនេះខ្ញុំដាក់ទៅជាពណ៌នេះជាងទៅបាទចឹងនៅពេលដែលខ្ញុំគូរអ្នកនរណាបាទអញ្ចឹងវានឹងធ្វើការបដូរតាមលក្ខខណ្ឌហ្នឹងទៅបាទមួយទៀតតកតងទៅនឹងកន្លែង eraser នេះគឺយើងប្រើដើម្បីធ្វើការលុបនៅតារាងកន្លែងណាមួយដែលយើងអត់ចង់បានឧទាហរណ៍ថាឥឡូវខ្ញុំគូរប៉ុណ្ណេះឥឡូវខ្ញុំលុបទៅវិញណាបាទអញ្ចឹងធ្វើការលុបទៅវិញលុបអញ្ចឹងយើងគូរយើងអាចទាញអូសបានណាប៉ុន្តែពេលយើងលុបបើសិនក្នុងករណីខ្ញុំទាញអូសអញ្ចឹងអញ្ចឹងវានឹងបាត់ទៅអញ្ចឹងណាវានឹងបាត់ទៅលក្ខខណ្ឌហ្នឹងឥឡូវខ្ញុំ control Z ទៅវិញសិនបាទមួយទៀតតកតងទៅនឹង delete យើងមានតកតងទៅនឹង delete cell delete column delete row delete table បាទអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំដកសិនបាទអញ្ចឹងខ្ញុំដាក់insertion point នៅកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំយកកន្លែងពាក្យថា delete អញ្ចឹង delete នេះវាមាន delete cell វាចេញជា delete cell shift cell ហើយអញ្ចឹងមានថានៅពេលដែលវាលុបហើយវានឹងធ្វើការទាញតារាងដែលនៅសល់នេះទៅខាងឆ្វេងវាទាញបែបហ្នឹងណាបាទឥឡូវខ្ញុំ control Z មកវិញបាទមួយទៀតតកតងទៅនឹង delete ដូចគ្នាប៉ុន្តែយើងយកកន្លែងពាក្យថា shift cell up shift cell up នេះគឺវាទាញឡើងទៅទិន្នន័យនេះណាបាទអញ្ចឹង table របស់យើងគឺនៅដដែលណាទាញឡើងទិន្នន័យអញ្ចឹងមុននេះយើងឃើញថាបន្ទាត់លើរបស់យើងគឺពណ៌ក្រហមប៉ុន្តែដល់ពេលយើងលុបហើយអញ្ចឹងទៅវាទៅជាពណ៌នេះណាបាទអញ្ចឹងមានថាវាទាញទិន្នន័យឡើងលើកន្លែងនេះគឺវាបន្ថែម cell មួយទៀតបាទខុសពីយើង delete row ណាបើ delete row វាទាញទៅឆ្វេងវិញបាទមួយទៀតតកតងទៅនឹង delete cell ដូចគ្នាប៉ុន្តែវាមាន delete entire row និង entire column ណាគ្នាណាចឹងនៅក្នុងកន្លែងពីរហ្នឹងយើងមិនបាច់ចាំប្រើកន្លែងហ្នឹងឯណាយើងប្រើលក្ខខណ្ឌកន្លែងនេះវិញណាបាទនេះប្រើពីនេះឧទាហរណ៍ថាឥឡូវខ្ញុំទៅធ្វើការលុបនៅ column ទី1ឥឡូវខ្ញុំចូលលេខ1លេខ2លេខ3លេខ4តាមលេខ6មកយើងសួរមើលនេះណាបាទអញ្ចឹងខ្ញុំដាក់លេខ2 3លេខ4បាទអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំអាចធ្វើការលុបលក្ខខណ្ឌនេះ delete column អញ្ចឹងមានថានៅពេលដែលខ្ញុំធ្វើការ active នៅលើ column ណាមួយខ្ញុំនឹងធ្វើការលុបនៅក្នុង column ហ្នឹងបាទអញ្ចឹងខ្ញុំយកកន្លែងពាក្យ delete column អញ្ចឹងវានឹងបាត់មួយទៀតតកតងទៅនឹង delete row នេះណា delete row មានន័យថាខ្ញុំឈរលើ row មួយណាខ្ញុំនឹង delete row មួយហ្នឹងបាទមួយទៀតតកតងទៅនឹង delete table បាទអញ្ចឹងវានឹងធ្វើការលុប table ទាំងមូលតែម្ដងនៅក្នុងការលុប table អ្នកនេះអាចធ្វើការ select បែបហ្នឹងណាបាទយើងយកមកយើងមកចុចឡើងហ្នឹងមកយើងចុចក្នុងករណីយើងចុច delete មានន័យថាវាលុបតែទិន្នន័យទេប៉ុន្តែបើសិននៅក្នុងករណីដែលខ្ញុំចុចbackspace មានន័យថាខ្ញុំលុបទាំងអស់បាទអញ្ចឹងខ្ញុំ control Z វិញសិនមកបាទនេះគឺតកតងទៅនឹងការលុប table បាទមួយទៀតតកតងទៅនឹងកន្លែងនេះគេហៅថា insert above ឧទាហរណ៍ថាឥឡូវខ្ញុំឈរនៅក្នុងកន្លែង column ទី2បាទអញ្ចឹងនៅពេលដែលខ្ញុំ insert above មានថាវានឹងបន្ថែមនៅចន្លោះលេខ1និងលេខ2ហ្នឹងទៅបាទមួយទៀត insert below បាទខ្ញុំធ្វើការបន្ថែមជួរដេកនៅផ្នែកខាងក្រោមនៃកន្លែងដែលខ្ញុំ active cell នេះបាទឧទាហរណ៍ថាឥឡូវខ្ញុំ insert below មកវានឹងចេញជាទម្រង់បែបនេះបាទមួយទៀតខ្ញុំធ្វើការ insert left បាទ insert left នេះ column left មានថាយើងបន្ថែមខាងឆ្វេងនេះណាខាងឆ្វេងយើង insert right យើងបន្ថែមខាងស្ដាំហ្នឹងទៅបាទមួយទៀតកន្លែងនេះគឺតាក់ទងទៅនឹងកន្លែងគេថា merge cell នេះណា merge cell ឧទាហរណ៍ថាឥឡូវខ្ញុំ select cell ទាំងអស់នេះចូលគ្នា
ចឹងខ្ញុំចុចលើពាក្យថាមួយ cell មានន័យថាគឺជាការកាត់ cell ជាច្រើនបញ្ចូលគ្នាទៅជា cell តែមួយនឹងគេហៅថាមួយ cell នេះណាបាទមួយទៀតគេហៅថា split cell split cell នេះមានន័យថាខ្ញុំធ្វើការបន្ថែម cell ឬក៏បន្ថែមជួរដីជួរឈរទៅលើ table ណាមួយចឹងទៅឬក៏ column ណាមួយឬក៏ cell ណាមួយចឹងទៅបាទជាក់ស្ដែងកន្លែងនេះឧទាហរណ៍ថាឥឡូវខ្ញុំចង់បានបន្ថែមតែមួយ column ទេហើយខ្ញុំដាក់មួយ column ហើយខ្ញុំដាក់នៅប្រមាណ row នេះណា1 2 3 4 5 6ណាចឹងខ្ញុំដាក់6 row នេះវិញដើម្បីឲ្យវាទៅប្រហាក់ប្រហែលនឹងកន្លែងនេះវិញប៉ុន្តែតកតងទៅនឹងការ split cell នេះវាលក្ខខណ្ឌមួយទៀតនៅពេលខ្លះយើងធ្វើការ split មកវាអត់ត្រូវទៅតាមបន្ទាត់ដីបន្ទាត់ឈរនៃកន្លែងហ្នឹងទេអ្នកនេះណាបាទអញ្ចឹងវាអាចបញ្ហាឡើងនឹងតិចពេលខ្លះអ្នកនេះណាបាទឥឡូវខ្ញុំទៅ split cell នៅក្នុងប្រព័ន្ធមួយទៀតឧទាហរណ៍ថាខ្ញុំដាក់2ជួរដី2ជួរឈរបាទអញ្ចឹងចុចអូខេមកវានឹងចេញជាទំនងបែបហ្នឹងអ្នកនេះណាបាទអញ្ចឹងបើយើងចង់លុបទៅវិញយើងអាចប្រើជាមួយនឹង eraser នេះលុបក៏បានអ្នកនេះណាយើងអូស select ជាមកយើងលុបបានដូចគ្នាបាទមួយទៀតតកតងទៅនឹង split table តកតងទៅនឹងកន្លែង split table មានន័យថាយើងធ្វើការកាត់នៅ table ចេញពីគ្នាឧទាហរណ៍ថាឥឡូវយើងមានតារាងតែមួយទេបាទឧទាហរណ៍ថាឥឡូវយើងមានតារាងតែមួយទេអញ្ចឹងទៅយើងចង់ធ្វើការលុបធ្វើការកាត់តារាងចេញជា2ណាអ្នកនេះឧទាហរណ៍ថាឥឡូវខ្ញុំឈរនៅក្នុងកន្លែងនេះវានឹងធ្វើការកាត់នៅ block នេះអ្នកនេះណាបាទវានឹងធ្វើការកាត់នៅ block នេះបាទអញ្ចឹងខ្ញុំទៅកន្លែង split table មកបាទអញ្ចឹងវាកាត់ចេញជាតារាង2អ្នកនេះណាខ្ញុំមានថាយើងមានតារាងទី1និងតារាងទី2អញ្ចឹងទៅហើយអាចសេរីអីខុសគ្នាបាននៅក្នុងកន្លែងនេះបាទមួយទៀតតទៅទៅនឹង auto fit អ្នកនេះណា auto fit ដូចខ្ញុំបង្ហាញនៅវីដេអូមុនដូចគ្នានេះយើងណា auto fit នេះមានថាយើងមាន3លក្ខខណ្ឌទី1គឺ auto fit content យើងនឹងធ្វើឲ្យតារាងរបស់យើងគឺរីករួមទៅតាម content បាទទៅតាម content តែបើយើងចូលកាន់តែច្រើនវាកាន់តែរីកតារាងទៅមួយទៀតតទៅទៅនឹង auto fit window មានន័យថាវាអាស្រ័យទៅលើกระดาษរបស់យើងกระดาษយើងធំវាទៅធំតូចទៅអញ្ចឹងទៅមួយទៀតតកតងទៅនឹងកន្លែង fix column width បាទ fix column width នេះមានន័យថាយើងធ្វើការឲ្យ column របស់យើងគឺវា fix ទៅតម្លៃលេខណាមួយអញ្ចឹងទៅបាទអញ្ចឹងខ្ញុំកំណត់ថាជា fix column width អញ្ចឹងនៅពេលយើងសរសេរអក្សរទៅគឺវាធ្លាក់មកក្រោមវាអត់រុញទៅឆ្វេងទៅស្ដាំទេអ្នកនេះឡើយហ្នឹងណាបាទអញ្ចឹងមួយទៀតតកតងនឹងធ្វើការប្រិចព្រមទៅលើតារាងនេះណាបាទយើងចង់ធ្វើការប្រិចព្រមតារាងនេះចុចយកមកយើងមកច្អល់ឲ្យឃើញកន្លែងបែបនេះមកហើយយើងចុចមកឆ្វេងចុចយើងអូសបាននៅឡើយហ្នឹងណាបាទអញ្ចឹងនេះចង់អូសបានប៉ុណ្ណាក៏បានដែរសាច់ចិត្តរបស់យើងទេអ្នកនេះឡើយនេះគឺតកតងទៅនឹងការបរិចនៅជួរដេកមិនតកតងការបរិចនៅជួរឈរបាទអញ្ចឹងនៅក្នុងកន្លែងនេះយើងអាចប្រើលក្ខខណ្ឌកន្លែងយើងអាចប្រើជាមួយនឹង high បាទបរិចជួរដេកបាទ width បរិចទៅលើជួរឈរបាទអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំធ្វើការចុចកន្លែងនេះបាទវានឹងធ្វើការចេញបែបនេះបាទអញ្ចឹងខ្ញុំចុចចេះវានឹងចេញចេះបាទនៅកន្លែងនេះគឺយើងធ្វើឲ្យ row និង column របស់យើងគឺមានភាពបាក់ប្រែគ្នាអ្នកនេះណាបាទអញ្ចឹងមានថាឬក៏ស្មើគ្នានិយាយសួរស្ដាប់ស្មើគ្នាអ្នកនេះណាបាទអញ្ចឹងខ្ញុំដាក់ទៅលើ row ហើយខ្ញុំដាក់ទៅលើជួរឈរឬក៏ column អ្នកនេះណាបាទ column អញ្ចឹងវានឹងរត់ទៅជាបែបហ្នឹងបាទមួយទៀតកន្លែងនេះគឺតកតងទៅនឹងការ alignment ទិន្នន័យនៅក្នុង cell ហ្នឹងនេះណាអញ្ចឹងអ្នកនេះក៏មើលទៅអាចយល់ហើយអញ្ចឹងកន្លែងនេះមានន័យថាយើងតម្រឹមខាងលើឆ្វេងកណ្ដាលស្ដាំបាទកណ្ដាលស្ដាំកណ្ដាលជុំវិញអញ្ចឹងទៅបាទអញ្ចឹងអ្នកអាចធ្វើការដូរនៅក្នុងកន្លែងហ្នឹងណាបាទអញ្ចឹងនៅក្នុងកន្លែងនេះយើងអាចធ្វើការផ្លាស់ប្ដូរទិន្នន័យរបស់យើងទៅសេពីក្រោមលើពីលើចុះក្រោមឬក៏ឆ្វេងទៅស្ដាំបាទអញ្ចឹងកន្លែងនេះទៀតតកតងទៅនឹង cell margin ហ្នឹងនេះណា cell margin នេះគឺយើងប្រើដើម្បីធ្វើការកំណត់ឧទាហរណ៍ថាឥឡូវទិន្នន័យរបស់យើងសរសេរមកនេះអញ្ចឹងវាត្រឹមនេះអញ្ចឹងយើងអាចកំណត់ cell margin របស់យើងនេះចង់បានប៉ុណ្ណាឧទាហរណ៍ថាឥឡូវខាងឆ្វេងខ្ញុំយករៀងធំតិចទៅណានេះណាបាទប៉ុណ្ណេះមកយើងមើលឃើញខុសប្លែកបាទអូខេចាអញ្ចឹងយើងនឹងធ្វើការគម្លាតរបស់វាអញ្ចឹងវាមានឆ្វេងស្ដាំលើក្រោមតកតងទៅនឹងការប្រើប្រាស់ជាមួយនឹងការ cell margin បាទអញ្ចឹងនេះគឺជាវីដេអូបញ្ចប់តកតងទៅនឹងការប្រើប្រាស់ table បាទសូមជួបគ្នានៅវីដេអូបន្តទៀតតកតងទៅនឹងការ print ឯកសារចេញនៅក្នុងកម្មវិធី Word បាទអញ្ចឹងសូមជួយ Subscribe និងរូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា